Osaka Kansai World Expo គឺជាកន្លែងបង្ហាញចំពោះពិភពលោកនៅវប្បធម៌សិល្បៈនិងបច្ចេកវិទ្យាក្រុមហ៊ុន ICT របស់ជប៉ុន NTT បានណែនាំបច្ចេកវិទ្យាទំនើបបំផុតរបស់ ION រវាងជប៉ុននិងតៃវ៉ាន់ ION បានដឹងពីទំនាក់ទំនងទៅវិញទៅមកដោយគ្មានរូបភាព delay វាមានសមត្ថភាពខ្ពស់និងការសន្សំសំចៃអគ្គិសនី NTT រួមចំណែកក្នុងការបង្កើតរឿង Kabuki Digital ដែលមានឈ្មោះថា Senbo Sakuraដើមឈើ Cherry រាប់ពាន់វាគឺជាកន្លែងសម្ដែងចម្រុះនៃកាយវិការនិម្មិត Digital 2016年から始めてការសម្ដែង Kabuki Digital នេះជាការបង្ហាញខ្លួនលើកទី10ចាប់តាំងពីវាបានចាប់ផ្ដើមនៅឆ្នាំ2016នៅពេលនោះទស្សនិកជនភាគច្រើនមានវ័យចំណាស់ដើម្បីបង្ការក្តីបារម្ភចំពោះយុវវ័យ Kabuki NTT ត្រូវបានបង្ហាញដោយបច្ចេកវិទ្យា NTTខ្ញុំមិនដែលភ្លេចទេថាកាលពីឆ្នាំ2016ជាព្រឹត្តិការណ៍ដំបូងដែលយុវជនបានប្រមូលផ្ដុំគ្នាគោលបំណងរបស់ពួកគេគឺដើម្បីមើលកាយវិការ Digital Hatsan Miku បន្ទាប់ពីបញ្ចប់យុវជនជាច្រើនបានយំខ្ញុំបានសួរពួកគេថាតើវាគួរឲ្យចាប់អារម្មណ៍ទេចម្លើយគឺខ្ញុំទទួលស្គាល់ថាខ្ញុំចាប់អារម្មណ៍ Kabuki ដូច្នេះខ្ញុំយំខ្ញុំមិនដែលភ្លេចចម្លើយនោះទេការសម្ដែងកម្រិតខ្ពស់បំផុតគឺការសម្ដែងរួមគ្នាក្នុងពេលដំណើរគ្នារវាងប្រទេសជប៉ុននិងតៃវ៉ាន់ដើម្បីបង្ហាញពីអ្នកសម្ដែងទាំងពីររួមទាំងតួអង្គនិម្មិតដែលសម្ដែងក្នុងពេលដំណើរគ្នានៅក្នុងអេក្រង់តែមួយនៅក្នុងករណីនៃការតភ្ជាប់តាមអ៊ីនធឺណិតចលនាអាចពន្យាពេល delay ពី3វិនាទីប៉ុន្តែ ION បានបើកដំណើរការមិន delay ទេខ្ញុំទទួលស្គាល់ថាវាទទួលបានជោគជ័យក្នុងការកាត់បន្ថយពន្យាលពេលនៃបណ្ដាញមិនគិតពីចម្ងាយរវាងគ្នាទេលើពីនេះទៀតបញ្ហាសំខាន់នៃការអភិវឌ្ឍ ION គឺជាការការពារបរិស្ថានពិភពលោកការកាត់បន្ថយការប្រើប្រាស់ថាមពលដល់100ដងវាជាគោលដៅចុងក្រោយដើម្បីដឹងវានៅក្នុង Expo NTT នេះវឌ្ឍនភាពនៃបច្ចេកវិទ្យានាំមកនៅបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមកសម្រាប់ជីវិតសង្គមរបស់មនុស្ស NTT ផ្ដល់បាតុភូតរបស់ខ្លួនដល់អ្នកទស្សនានៅ Osaka Kansai Expo វេទិកាមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺ NTT Pavilion បច្ចេកវិទ្យា NTT និង ION អនុញ្ញាតឲ្យមានបាតុភូតលើសពីការពន្យាពេលនិងចម្ងាយធាតុបច្ចេកវិទ្យាស្មើនឹងលឿនសមត្ថភាពខ្ពស់និងការសន្សំសំចៃអគ្គិសនីរួមចំណែកធ្វើឲ្យវាសម្រេចបានក្រុមចម្រៀងជប៉ុនទឹកអប់បានសម្ដែងនៅក្នុងឧទ្យានអនុស្សាវរីយ៍ឆ្នាំ1970 Osaka Expo Beyond Distant Perfume លេចឡើងនៅលើអេក្រង់នៃ2025 Expo ជាមួយនឹងរូបភាព 3D ឧបករណ៍នេះប្រើ laser ដើម្បីវាស់រាង 3D ហើយវាអាចបញ្ជូនលទ្ធផលទិន្នន័យពពក 3D ពីកន្លែងឆ្ងាយទៅទីនេះគោលបំណងនៃបច្ចេកវិទ្យានេះគឺដើម្បីបើកបទពិសោធន៍ដែលមានអារម្មណ៍ថាយើងមានវត្តមានរាងកាយនៅកន្លែងឆ្ងាយនៅលើអេក្រង់នេះទេសភាពនៃកន្លែងឆ្ងាយត្រូវបានផលិតឡើងវិញវាអាចប្រើបានដើម្បីមើលវាពីច្រើនមុំច្រើនអង្គខ្ញុំក៏ម្នាក់ដែរក្នុងចំណោមទស្សនិកជននានាបានលេចឡើងនៅលើអេក្រង់រូបភាពរបស់ទស្សនិកជនត្រូវបាន AI ចាត់ទុកជាខ្ញុំចាស់ឬខ្ញុំក្មេងជាងនៅលើអេក្រង់ AI ត្រូវបានកំណត់នៅចម្ងាយឆ្ងាយពីអេក្រង់របស់វារវាងពួកវាបច្ចេកវិទ្យា ION រួមចំណែកជាមួយការតភ្ជាប់ល្បឿនលឿនសមត្ថភាពខ្ពស់និងសន្សំសំចៃភ្លើងគម្រោង ION មានតំបន់ច្រើនទៀតដែលត្រូវអភិវឌ្ឍគោលដៅចុងក្រោយគឺការសន្សំថាមពល100ដងបច្ចុប្បន្ន ION កំពុងឈានទៅរកគោលដៅចុងក្រោយជាលំដាប់រហូតមកដល់ពេលនេះយើងបានផ្សព្វផ្សាយសសរស្តម្ភ3គឺសន្សំសំចៃអគ្គិសនីសមត្ថភាពធំនិងការពន្យាលពេលអបបរមាឥឡូវនេះ NTT បានបន្ថែមសសរស្តម្ភទី4វាគឺលើសពី Digital បច្ចុប្បន្នបច្ចេកវិទ្យា Digital មានសារៈសំខាន់ណាស់បច្ចេកវិទ្យា Digital របស់វាមិនគ្របដណ្ដប់ស្រោមដៃទាំងមូលនោះទេប៉ុន្តែបច្ចេកវិទ្យាដែលអាចយល់បានមួយចំនួនត្រូវបានទាញយកនិងប្រើប្រាស់ដោយមនុស្សវាចាំបាច់ដើម្បីលើសពីបច្ចេកវិទ្យា Digital បច្ចុប្បន្នបច្ចេកវិទ្យា ION និង NTT មិនដែលបញ្ឈប់ការរីកចម្រើនក្នុងគោលដៅដំណាក់កាលបន្ទាប់ទេពេលនេះវាហាក់ដូចជាព្រឹកព្រលឹមនៃបដិវត្តន៍ជីវិតឧស្សាហកម្មនិងសង្គម